បាទសួស្តីប្រិមិត្តវិលមកជួបគ្នាសារជាថ្មីនៅក្នុងអត្ថបទនេះចង់ជម្រាបអំពីដំណឹងល្អចេញពីខាងថៃភូមិភាគ2បានអនុញ្ញាតឲ្យប្រជាជនថៃវិលមកផ្ទះសម្បែងវិញតើវាជាដំណឹងល្អដូចម្ដេចដំណឹងល្អគឺមានដូចតទៅនៅពេលដែលភូមិភាគយុទ្ធភូមិភាគថៃអនុញ្ញាតឲ្យប្រជាជនវិលមកលំនៅឋានវិញគឺថៃវាមិនប្រុងប្រៀបវាយលោកហ៊ុនសែនទៀតទេមានន័យថាវាផ្អាកការវាយមកពីវាផ្អាកការវាយទៅវាឲ្យប្រជារាស្ត្រថៃវិលមកលំនៅឋានវិញអញ្ចឹងតាមដែលខ្ញុំមើលគឺក្រោយ72ម៉ោងថៃមិនទាន់បង្កទំនាស់វាយយើងទៀតទេណាមិនបង្កទំនាស់វាយទេបើវាបង្កទំនាស់វាយវាមិនឲ្យរាសវាវិលមកលំនៅឋានវិញទេអញ្ចឹងកាលពី9ម៉ោងមុននេះយោធភូមិភាគទី2ថៃបានអនុញ្ញាតឲ្យប្រជារាស្ត្រថៃវិលមកលំនៅឋានវិញបណ្ដាបានសេចក្តីថាភូមិភាគ2ចាប់ពីព្រះវិហារចុះមកតាមបណ្ដោយភ្នំដងរែកគឺវាផ្អាកការវាយប្រហារណាវាផ្អាកការវាយប្រហារតែផ្អាកការវាយប្រហារនេះទើបវាឲ្យប្រជាជនវិលមកលំនៅឋានវិញអាហ្នឹងជាសញ្ញាមួយដែលអាចប៉ាន់ស្មានទុកថាវាមិនប៉ងប្រាថ្នាវាយប្រហារមកលើលោកហ៊ុនសែនភ្លាមទេមិនប៉ងប្រាថ្នាវាយប្រហារមកលើលោកហ៊ុនសែនភ្លាមទេណាអាចមានពេលចរចាគ្នាបន្តទៅទៀតនេះគឺជាដំណឹងល្អអាហ្នឹងតាមខ្ញុំពិនិត្យមើលណាអាហ្នឹងអញ្ចឹងណាអញ្ចឹងលោកតាហ៊ុនសែនព្រមឲ្យមានបពប្រឆាំងកើតមានទៀតទេមានបពប្រឆាំងវាតែងតែមានតែគ្រាន់តែមានតែឈ្មោះទេការបោះឆ្នោតនៅកម្ពុជាគឺគេបោះឆ្នោតយកតែបោះទេវាគ្មានការបោះឆ្នោតសេរីនិងយុត្តិធម៌ទេអត់មានទេអាហ្នឹងចឹងណាវាអត់មានការបោះឆ្នោតសេរីនិងយុត្តិធម៌ទេតំបន់ដែលកាន់កាប់បានហើយមើលទៅយើងអាចយកមកវិញបានទេម៉ូនីនឹងជាភារកិច្ចដែលត្រូវធ្វើការដោយស្វិតស្វាញពីគណៈកម្មាធិការព្រំដែន JBC នឹងអញ្ចឹងណាបាទតើជនភៀសសឹកត្រូវវិលទៅវិញមិនគួរវិលទៅវិញអាហ្នឹងគឺស្រេចលើរាជការនៅខាងប្រទេសថៃវាស្រេចលើកងទ័ពចំពោះកម្ពុជាស្រេចលើរាជរដ្ឋាភិបាលអូខេហើយបើសិនជាសួរតាថាបើផ្ទះយើងវាអត់មានអីសំខាន់ឬក៏យើងអាចនៅឆ្ងាយពីផ្ទះបានក៏នៅសិនទៅចាំមើលបន្តិចទៀតតែបើសិនណាជាចង់ទៅមើលផ្ទះសម្បែងក៏ទៅវិញទៅតែបើមានមនុស្សចាស់ជារាអីទុកឲ្យកុំឲ្យពិបាកគាត់ឡប់ទៅវិញលឿនពេកអាហ្នឹងសួរតាឆ្លើយអញ្ចឹងណាតាឆ្លើយអញ្ចឹងណាលេងកំសាន្តមានគេសួរតាច្រើនហើយថាថៃអាចវាយវិញទេតាឆ្លើយថា yes ដូច្នេះតាគិតថាវាអត់ទាន់ចប់ទេតែដំណឹងល្អដោយសារភូមិភាគ2គេឲ្យប្រជារាស្ត្រថៃវិលមកលំនៅឋានវិញអាហ្នឹងជាចំណុចល្អណាបាទនួនជានិយាយថាបើអ្នករត់មិនទាន់ទេអាហ្នឹងជាមិនមែននួនជាទេណាអាហ្នឹងគឺជាទ្រឹស្ដីរបស់ពួកកុម្មុយនីសមានន័យថាបើយើងមិនធ្វើតាមវាទាន់ពេលទាន់វេលាវាសម្លាប់យើងចោលអាហ្នឹងចឹងហ៎បងណាប៉ុនណាឌីតើច្បាស់ទេលោកតាថាអាចឲ្យប្រជាជនថៃមកផ្ទះវិញភូមិភាគ2គេប្រកាសអញ្ចឹងកាលពី9ម៉ោងមុននេះបាទតារឿងអីវ៉ាន់គេមិនដែលយកពីបងឲ្យបងវិរៈកងទ័ពសោះគេយកដាក់ឃ្លាំងរហូតគេមិនយកដាក់ឃ្លាំងនេះគេយកទៅលក់ដូរគេយកទៅប្រើប្រាស់គ្នាគេណាបោបានមាសថៃឲ្យប្រជាជនមកតិចណាស់ប្រយ័ត្នចាញ់បោកថៃអត់មានរឿងចាញ់បោកទេរឿងយើងត្រូវប្រយ័ត្នណា
ហើយសង្គ្រាមរយៈកាលកន្លងមកថៃមិនបានធ្វើការវាយប្រហារមកលើប្រជាជនស៊ីវិលទេគេក៏ប្រយ័ត្នប្រយែងកុំឲ្យជនស៊ីវិលស្លាប់របួសរឿងផ្ទះសម្បែងអាចខូចខាតពីព្រោះគេបាញ់គ្នាតែជីវិតគេមិនបាញ់យើងត្រង់ដោយការចោទប្រកាន់នោះទេបើបាញ់យើងត្រង់មិនដឹងជាយើងនឹងស្លាប់ប្រមាណទេពីព្រោះរាជការមិនដែលជំលះយើងតាន់ពេលវេលាទេអញ្ចឹងកុំគិតរឿងចាញ់បោកថៃគិតយ៉ាងណាកុំឲ្យចាញ់បោកអ្នកនៅពីលើយើងអូខេអាហ្នឹងរឿងដែលត្រូវប្រយ័ត្នជាងគេណាអាហ្នឹងអញ្ចឹងមានភាគរយច្រើនទេតាដែលថៃព្រមមកឲ្យវិញតាអត់ដឹងទេមកនេះរដ្ឋតលតែចរចាដោយគណៈកម្មាធិការព្រំដែន JBC ណាកូនណាបញ្ញាវិសាលហេតុអ្វីបានជាហេងចម្រិនមិនមានអធិបុលអីចឹងគាត់ចាស់ហើយគាត់ខ្ជិលយកចិត្តទុកដាក់រឿងហ្នឹងទៀតគាត់រស់នៅសុខសាន្តគាត់តាហេងចម្រិនចេះរស់នៅសុខសាន្តរបស់គាត់អ្វីដែលគាត់ធ្វើហ្នឹងវាល្អចំពោះគាត់ណាលោកតាហេតុអ្វីបារាំងមិនចាញ់មកដូចចិនបារាំងវាគ្មានបានចំណេញអីមកជួយខ្មែរយើងទេអញ្ចឹងវាមនុស្សម្នាក់ប្រទេសមួយគេមិនមែនចេះជួយយើងណាចៅបំភ្លេចចោលទៅរឿងគេជួយចៅត្រូវដឹងថាគេចាញ់មុខគឺគេចង់បានចំណេញណា Hyper សម័យកាលតាក្នុងការធ្វើ programming ហួសសម័យហើយអត់ចែករំលែកអីបានទេកូនអូខេអត់ចែករំលែកអីបានទេshop for sample 60ឃើញថាការធ្វើសង្គ្រាមលើកនេះតែហ៊ានយើងក្មេងៗច្រើនហើយសម្ភារៈយោធាទំនើបច្រើនទោះបីយ៉ាងណាហើយអ្នកក្ររងគ្រោះសម្បានណាស់កូនណាអ្នកក្ររងគ្រោះតែហ៊ានអ្នកក្ររងគ្រោះសម្បានណាស់ Choose world អូខេ good nothing តើអាចមានរដ្ឋប្រហារកើតឡើងទេខ្ញុំអត់ដឹងទេរឿងហ្នឹងគង់មេងរងអត់អីទេកូនតាទទួលខុសត្រូវកុំបារម្ភរឿងហ្នឹងណាផលីកើមចង់ឲ្យប្រទេសយើងខ្លាំងតើយើងគួរធ្វើអ្វីមុនមិនមែនយើងទេគឺកូនឯងត្រូវរៀនបើកូនឯងមិនពូកែប្រទេសអត់ពូកែទេកូនណាតាពូកែប៉ុន្តែតាម្នាក់ឯងយើងត្រូវតែបបួលគ្នាពូកែច្រើនគ្នាទៅប្រទេសយើងខ្លាំងណាឡុងតាច់ថៃចង់បានអ្វីទៅចាក់ស្ដាប់វីដេអូតាកន្លងមកទៅចៅនឹងដឹងហើយពីព្រោះអ្នកសួរតារឿងនេះសួរប្រហែល 1000 អ្នកហើយតាឆ្លើយប្រហែលជា 3000 ដងហើយវីដេអូតាវាមានជាង 6000 ទៅ 7000 ចាឯងទៅចាក់ស្ដាប់ទៅចម្លើយនៅហ្នឹងហើយបើសិនជានៅមិនយល់ទេទៅឈរនៅសមរភូមិមុខហើយស្រែកសួរថៃអញមកហើយអញចង់បានអីទៀតទៅសួរវាបដ ாய் ពីព្រោះចៅនៅតែមិនយល់អញ្ចឹងចាក់ស្ដាប់ឲ្យច្រើនណាកូនចាក់ស្ដាប់ឲ្យច្រើនណាព្រោះពីដើមតាចង់រត់បុកអញ្ចឹងម្ដងហើយដោយសារតែសួររឿងហ្នឹងណាពីព្រោះដូចជាអត់មានអ្នកណាស្ដាប់បានសោះគ្នានិយាយឡើង 2000 ដងហើយណាលោកតាកូនខ្មែរចាប់ផ្ដើមយល់ពីshowលោកតាហើយល្អណាកូនណាតើពេលនេះគួរតែទៅលេងស្រុកខ្មែរឬទេគួរទៅកូនគួរទៅលេងពីព្រោះអាចហាត់ប្រាណស្រុកខ្លាញ់ក្នុងឈាមបើគេវាយម្ដងទៀតយើងរត់ណាហើយបើបានរត់ឡើងយើងហោះគឺជាបទពិសោធន៍ល្អអត់មានបញ្ហាអីទេនិយាយលេងទេស្រុកខ្មែរគេមិនមានបញ្ហាអីទេកន្លែងអាហារដ្ឋានអីពេញណាអូខេ Yes 9140មានតែហ៊ានថៃចាប់ប្រជាពលរដ្ឋនៅថ្មដាធ្វើតែរនកម្មហើយដោះលែងវិញថ្ងៃ25ផោះតាំងតាអត់ជឿបើគេចាប់សួរចម្លើយអីមែនផោះតាំងទី1គឺបុគ្គលនឹងឈ្មោះស្អីហើយរាជការមានយកទៅពិនិត្យពេទ្យត្រឹមត្រូវទេអញ្ចឹងព័ត៌មានចៅឯងប្រាប់តាអត់ជឿព្រោះចៅឯងជឿតាមគេអូខេតាមិនបដិសេធទេរឿងគេចាប់ប្រជាជនសួរមិនដែលរឿងធ្វើទេរនកម្មអីសពគ្រប់ផោះតាំងសង្គ្រាមលើកនេះ
អាចធ្វើឲ្យសម្ដេចអត់ដឹងទេពីនងអើយតលតែយើងចាំមើលគាត់ណាអូខេសុកជាតាជួយនិយាយប្រវត្តិបោះឆ្នោត93ឲ្យចៅស្ដាប់ផងតាទៅតែនឹងនិយាយហើយថាការបោះឆ្នោតលែងមានសេរីនិងយុត្តិធម៌ហើយបើការបោះឆ្នោតគ្មានសេរីនិងយុត្តិធម៌ទេនិយាយប្រាប់ចៅក៏ខាតពេលអត់បានប្រយោជន៍កូនអូខេណាវាមិនតែអានឹងខ្ញុំមិនដឹងនិយាយមិនកើតណាលោកតាសូមជួយចែកព័ត៌មានដែលភូមិភាគថៃឲ្យប្រជាជនថៃវិលត្រឡប់មកវិញផងទើបនឹងនិយាយមិញហ្នឹងកូនភូមិភាគ2ថៃអនុញ្ញាតឲ្យប្រជារាស្ត្រថៃវិលមកវិញលោកតាខ្ញុំតែងតែឆ្ងល់តើហេលីកូបទ័រនិង Fighter Jet ប្រើសម្រាប់លើទឹកដីកម្ពុជាការពារបានផលល្អទេនាពេលអនាគតជួយឲ្យចំណេះដឹងពីគុណសម្បត្តិអាវុធទាំងនេះផងក្នុងតាក់ទិចសមរភូមិពេជ្រអើយចៅសម្លាញ់ចៅគួរខំប្រឹងរៀនជាជាងចង់ដឹងរឿងអស់ហ្នឹងកាលណាចៅរៀនចេះទី1គឺរៀនអង់គ្លេសកាលណាចៅរៀនចេះអ្វីទាំងអស់ដែលចៅឆ្ងល់ហ្នឹងវានឹងឲ្យព័ត៌មានដល់ចៅតែពេលវេលានេះចៅត្រូវយកចិត្តទុកដាក់រៀនហើយនៅក្នុងសង្គ្រាមចៅត្រូវខំការពារខ្លួនសំណួររបស់ចៅនេះអត់ប្រយោជន៍ទេចៅបើចៅប្រឡងបាក់ដុកជាប់ហើយអត់ចេះគិតលេខទោះបីតានិយាយប្រាប់ចៅរាល់ថ្ងៃពីរឿងសពាវុធអស់ហ្នឹងក៏នៅតែគេវាយចៅបាក់ស្បាតផ្ទុយទៅវិញបើចៅមានបរិញ្ញាបត្រត្រឹមត្រូវហើយចៅមានចំណេះអង់គ្លេសចៅមិនបាច់សួរតាទេប្រៀបបាននឹងចៅចេះនេសាទត្រីចៅអាចទៅរកត្រីយកមកបរិភោគបានដោយមិនបាច់សុំត្រីតាអូខេកូនខំប្រឹងអញ្ចឹងវិញកុំខាតពេលជាមួយនឹងរបស់អស់ហ្នឹងរៀងរាល់ថ្ងៃតាមសូវចង់ដឹងរឿងហ្នឹងទេតាចង់ដឹងរឿងផ្សេងដែលតាក់ទងពីសេចក្តីចម្រើនរបស់សង្គមមនុស្សតើធ្លាប់មានក្រុមលោកហ៊ុនសែនធ្លាប់ទៅរកពួនទេលឹមបូរ៉ាមានការចង់រំខានដែរហើយខ្ញុំក៏មិនឆ្លោះតោះតែងអីទេតែបើមកក្នុងបំណងមិនល្អខ្ញុំត្រូវការពារខ្លួនតាមលទ្ធភាពខ្ញុំមានច្បាប់មានអីសោះទៅជាខំប្រឹងទៅណាធម្មតាទេយើងតែងតែមានហានិភ័យណាកូនបាទត្រឹមត្រូវ